Hello ណាតអរគ្នាខ្ញុំអេលីហើយថ្ងៃនេះផងដែរនឹងគឺខ្ញុំបានមកសម្ដែងសាច់រឿងថ្មីណាតអរគ្នាតែរឿងនឹងផងដែរនឹងគឺជាប្រភេទ manga របស់កូរ៉េតែសាច់រឿងរបស់គេនឹងគឺល្អមើលហើយប្លែកភ្នែកមែនតើសំខាន់គឺខ្ញុំចូលចិត្តតួបឋមសក់ខ្មៅហើយតួថប់សក់ពណ៌អីអញ្ចឹងពណ៌អីពណ៌ទៅខ្ញុំស្រឡាញ់រឿងចឹងមែនតើអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់សាច់រឿងថ្មីរបស់យើងហ្មងណាបើក្បាលដំបូងនៃសាច់រឿងនឹងក៏ឲ្យយើងឃើញនៅសាលាមកកលែងតែសាលានឹងផងដែរនឹងកំពុងតែប្រារព្ធពិធីបញ្ចប់ការសិក្សារបស់សិស្សអញ្ចឹងហើយក៏មានសិស្សម្នាក់នឹងគឺកំពុងតែសារភាពស្នេហ៍ទៅកាន់សិស្សម្នាក់ទៀតតែគាត់នឹងគឺបាននិយាយថាគាត់នឹងបានចូលចិត្តគេយូរហើយតែគាត់បានសារភាពទៅគេនឹងគឺគាត់អត់ចង់តាក់ទងជាមួយគេទេតែតើម្នាក់នឹងគឺអាចគេងជាមួយគាត់ម្ដងបានអត់តែគាត់ក៏បាននិយាយថាបើសិនជាពួកយើងធ្វើវាម្ដងនឹងគឺគាត់នឹងជប់សុំម្នាក់នឹងតាក់ទងគ្នាហើយម្នាក់សក់ខ្មៅដែលបានសារភាពទៅគេនឹងគឺគាត់មានឈ្មោះថាកាងហ៊ុនណាហើយម្នាក់សក់លឿងនឹងវិញគឺគាត់មានឈ្មោះថាសូយុនខ្ញុំប្រាប់ឈ្មោះអ្នកទាំងអស់គ្នាហើយទៅខ្លាចខ្លួនឯងភ្លេចប្រាប់តែពេលហ្នឹងសូយុនក៏គាត់បានគិតមកថានៅថ្ងៃបញ្ចប់ការសិក្សាគឺមានមនុស្សម្នាក់បានសារភាពថាគេនឹងស្រឡាញ់ខ្ញុំហើយនៅពេលដែលគាត់និយាយប្រាប់ខ្ញុំអញ្ចឹងហើយអីដែលខ្ញុំគិតដំបូងគេនឹងតាមម្នាក់ប្រុសនឹងគឺជាហ្គេមែនហើយនៅពេលនឹងដែរនឹងខ្ញុំបានគិតថាអារម្មណ៍មួយនេះគឺជាអារម្មណ៍នៃជ័យជំនះនៅពេលដែលគាត់គិតអញ្ចឹងហើយបានគាត់និយាយថាប្រហែលជាអាចទេមើលទៅព្រោះគាត់នឹងក៏ដែរធ្វើរឿងចឹងពីមុនមកជាមួយនឹងមនុស្សផុសទេអញ្ចឹងហើយប្រហែលជាឲ្យអារម្មណ៍គាត់នឹងគឺខុសគ្នាអញ្ចឹងហើយសូយុននឹងក៏បានសួរទៅគេថាតើគេនឹងចង់ធ្វើពេលណាដែរពេលហ្នឹងខ្ញុំគឺគាត់បាននិយាយថាធ្វើពេលណាក៏បានដែរហើយសូយុននឹងក៏គាត់បានសួរបន្ថែមថាអញ្ចឹងថ្ងៃហ្នឹងធ្វើបានដែរមែនហើយគាត់ក៏និយាយថាថ្ងៃហ្នឹងគឺអាចធ្វើបានហើយសូយុននឹងក៏គាត់បន្ថែមទៀតថាចុះធ្វើឥឡូវហ្នឹងបានអត់ហើយពេលដែលឮសូយុនគាត់និយាយអញ្ចឹងនឹងខ្ញុំក៏គាត់រៀងទៅតាក់ដែរហើយបានគាត់និយាយថាអត់អីទេឥឡូវហ្នឹងគឺគាត់អាចធ្វើបានអញ្ចឹងហើយនៅពេលដែលសូយុនក៏គាត់ឮអញ្ចឹងហើយគឺគាត់សោកចេញមកហ្មងដែលគាត់និយាយថាពួកគាត់នឹងក៏អាចធ្វើឥឡូវហ្នឹងបានទេសារតែពួកគាត់នឹងគឺអត់មាន condom ទេអញ្ចឹងហើយគឺអាចធ្វើបានទេហើយគាត់ក៏បាននិយាយបន្ថែមថាគាត់នឹងក៏ចង់ធ្វើវាដែលមើលទៅគាត់នឹងដូចជាសត្វទេនិយាយហើយនឹងធ្វើមុខឡើងជាលើមដាក់គេហ្មងហើយពេលដែលហ៊ុនលឺអញ្ចឹងនឹងក៏គាត់រៀងទៅតាក់មកបន្តិចហើយបងគាត់និយាយថាតាមពិតទៅហើយគាត់នឹងក៏លូកដៃចូលកប៉ៅដែលដក condom ចេញមកអញ្ចឹងហើយហ៊ុននឹងក៏គាត់បាននិយាយថាគាត់នឹងគឺបានទិញវាមកមួយដែរទុកបំរងថាខែងលោសូយ៉ននឹងគឺគាត់ចង់ប្រើប្រាស់វាអញ្ចឹងភ្លាមនឹងក៏មានសលេងលាដការោមកហើយសូយ៉ននឹងក៏គាត់បានភ្ញាក់មកគាត់តែភ្ញាក់មកភ្លាមគឺគាត់ល្អក្នុងចិត្តហ្មងថាតើគាត់នឹងយកសពអំពីគេទៀតទេមែនវាមើលទៅពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ប៉ុន្តែហេតុអីបានជាខ្ញុំនឹងនៅតែចងចាំរឿងនឹងអញ្ចឹងខ្ញុំនៅតែគិតហើយគិតទៀតថាហេតុអីបានជាខ្ញុំនៅតែចងចាំរឿងនឹងក្រៅពីការពិតដែលថាគាត់នឹងគឺជាបរិសុទ្ធហើយវាក៏អត់មានអីពិសេសដែលខ្ញុំត្រូវតែចងចាំទៀតដែរហើយកន្លែងនោះក៏គ្មានអីពិសេសណាស់ណាដែរឃ្លាំងដែលពួកយើងបានទៅធ្វើអីនោះគឺវាមានភាពរញ៉េរញ៉ៃខ្លាំងមែនតើឃ្លាំងនោះវាធំក្លិនទៅដល់ធាលីហើយវាស្កប់ស្អាតខ្លាំងហើយគាត់ក៏បានខាំធ្គាមរបស់គាត់មិនឲ្យខ្ញុំឮសំឡេងរបស់គាត់ទេហើយសំឡេងនៅពេលនោះក៏គ្មានអីក្រៅពីសំឡេងសាច់ប៉ះសាច់ដែរហើយនៅពេលដែលគាត់គិតបានប៉ុណ្ណឹងក៏ឮសំឡេងមនុស្សសួរថាគាត់នឹងគឺងើបនៅហើយនៅដែលសួរគាត់នឹងគឺជាបងស្រីរបស់គាត់ហើយនៅពេលដែលគាត់ដើរមកនិយាយជាមួយបងស្រីរបស់គាត់នឹងបងស្រីរបស់គាត់ក៏បាននិយាយថាឲ្យគាត់នឹងទៅយកក្មួយមួយថ្ងៃទៅថ្ងៃហ្នឹងគឺគាត់មានការត្រូវចេញទៅក្រៅហើយគាត់ក៏តបទៅបងស្រីរបស់គាត់ថាអីគេទៀតអីបងស្រីរបស់គាត់នឹងក៏បាននិយាយថាអ្នកឯងនឹងគឺដឹងតែក្មួយស្រីរបស់អ្នកឯងនឹងគឺគួរឲ្យស្រឡាញ់ទេប៉ុន្តែអ្នកឯងនឹងគឺអត់ដែលជួយមើលថែនាងអីបានបន្តិចទេអញ្ចឹងហើយថ្ងៃហ្នឹងអ្នកឯងក៏អត់បានទៅធ្វើការដែរអញ្ចឹងជួយទៅយកក្មួយស្រីតិចទៅហើយកុំទៅយូរពេកតែសយូនឹងគឺគាត់អាចប្រកែកមួយបងស្រីរបស់គាត់បានទេអញ្ចឹងហើយក៏ដើរទៅយកក្មួយអញ្ចឹងទៅហើយនៅពេលដែលគាត់ដើរតាមផ្លូវទៅយកក្មួយស្រីរបស់គាត់ហ្នឹងក៏គាត់បានគិតថាគាត់នឹងគឺគួរតែឈប់គិតពីគេព្រោះយ៉ាងណាក៏ដោយពួកគាត់នឹងគឺបានប្រាច់តំណងជាមួយគ្នាហើយវាមើលទៅគាត់នឹងគឺអាចជួបគេបានទៀតទេតែគឺខ្ញុំពិតជាឆ្ងល់មែនតើវាអស់រយៈពេល7ឆ្នាំហើយប៉ុន្តែហេតុអីបានជាខ្ញុំនៅតែយល់សពឃើញគេទៀតចឹងក៏កាត់ចូលមកពេលដែលគាត់នឹងគឺបានមកដល់សាលាក្មួយស្រីរបស់គាត់នឹងក៏បានឈរញ៉ៃជាមួយនឹងអ្នកគ្រូអញ្ចឹងណាហើយអ្នកគ្រូនឹងក៏ហៅក្មួយស្រីរបស់គាត់ឲ្យចេញមកបើក្មួយស្រីរបស់គាត់នៅវិញគឺខ្ជូតមែនតើហើយកូនស្រីនឹងក៏ឈ្មោះថាសូអាសិតតែលើកដៃឲ្យពូប៉ទៀតខ្ជូតហ្មងហើយគេក៏សួរថាម៉ាក់គេនឹងទៅណាមិនបានអត់មកយកគេចឹងពូនេះក៏ប្រាប់ទៅថាម៉ាក់ថ្ងៃហ្នឹងរវល់ចឹងហើយឲ្យគាត់មកយកជំនួសចឹងក៏បានសួរទៅសូអាថាថ្ងៃហ្នឹងសូអានឹងធ្វើអីគេសូអាក៏ប្រាប់ទៅថាគាត់ថ្ងៃហ្នឹងគឺលេងជាមួយនឹងហ៊ុនវូកូនស្រីសូអាហ្នឹងក៏ប្រាប់ទៅថាកូនប្រុសហ្នឹងគឺមានឈ្មោះថាកាងហ៊ុនវូនៅពេលដែលឮឈ្មោះកូនប្រុសហ្នឹងអញ្ចឹងគឺគាត់ចាប់ផ្ដើមគិតមកទៀតហើយឈ្មោះកូនទូចហ្នឹងគឺឈ្មោះដូចកាងហ៊ុនខ្លាំងមែនតើហើយសូម្បីតែមុខមាត់របស់កូនហ្នឹងក៏ដូចគ្នាទៅនឹងកាងហ៊ុនដែរហើយភ្លាមហ្នឹងក៏មានអ្នកសាច់ហៅកូនប្រុសហ្នឹងអញ្ចឹងតែកូនហ្នឹងគ្រាន់តែគាត់ឮសលេងគឺគាត់ហៅថាប៉ាហ្មងដល់ពេលសូយ៉នឮកូនប្រុសនេះសាច់ហៅប៉ាអញ្ចឹងឡើងងាកតាមទៅមើលដែរចង់ដឹងដែរភ្លាមហ្នឹងកូនប្រុសហ្នឹងក៏ហូតទៅហៅម្នាក់ដែលគាត់ហៅថាប៉ាហ្នឹងគេក៏ឲ្យយើងឃើញដែរថាម្នាក់ប្រុសហ្នឹងគឺជាកាងហ៊ុនហ្នឹងឯងតែពេលហ្នឹងពីរនាក់ហ្នឹងក៏គាត់មើលមុខគ្នាដែរកាងហ៊ុនហ្នឹងគឺគាត់បានហៅឈ្មោះថាសូយុនមែនហើយរឿងរបស់យើងភាគមួយក៏កាត់ចប់ត្រឹមតែប៉ុណ្ណេះណាសិនជាអ្នកនរគ្នាចូលចិត្តរឿងហ្នឹងចាំខ្ញុំសម្ដែងបន្ថែមតែបើថាអត់សូវទេចាំប្រាប់ខ្ញុំតាមនឹងមកហ្នឹងហើយរឿងរបស់យើងក៏កាត់ចប់ត្រឹម
តែប៉ុណ្ណេះណាអរគុណអ្នកទាំងអស់គ្នាច្រើនបាយបាយ